នៅថ្ងៃទី23ខែកុម្ភៈឆ្នាំ2008យន្តហោះទម្លាក់គ្រាប់បែកបំបាំងកាយប្រភេទ B2 Spirit មួយគ្រឿងរបស់កងទ័ពជើងអាកាសសហរដ្ឋអាមេរិកបានជួបឧបទ្ទវហេតុធ្លាក់ភ្លាមៗនិងឆាបឆេះយ៉ាងសន្ធោសន្ធៅបន្ទាប់ពីវាហោះឡើងបានតែប៉ុន្មានម៉ែត្រពីដីប៉ុណ្ណោះគ្រោះថ្នាក់នេះបានកើតឡើងនៅមូលដ្ឋានយោធាដែនអាកាសអាមេរិក Anderson Air Force Base លើកោះ Guam ដែលជាដែនដីមួយរបស់សហរដ្ឋអាមេរិកក្នុងមហាសមុទ្រប៉ាស៊ីហ្វិកភាគខាងលិចយន្តហោះ B2 Spirit គឺជាយន្តហោះទម្លាក់គ្រាប់បែកដែលរួមបញ្ចូលនូវការ design ដ៏ល្អឯកបូកបន្ថែមជាមួយនឹងបច្ចេកវិទ្យាទំនើបបំផុតមួយក្នុងលោកយន្តហោះនេះត្រូវបានអភិវឌ្ឍនិងចាប់ផ្ដើមផលិតតាំងពីឆ្នាំ1988មកម្លេះនិងបានចូលរួមធ្វើសង្គ្រាមជាច្រើនដោយមិនមានបញ្ហាអ្វីនោះទេប៉ុន្តែអ្វីដែលមិនគួរឲ្យជឿវាបែរជាត្រូវបំផ្លាញដោយការហោះហើរធម្មតាទៅវិញគ្រោះថ្នាក់នេះបានបំផ្លាញយន្តហោះនេះទាំងស្រុងជាមួយការខាតបង់ក្នុងទំហំទឹកប្រាក់ $1.4 លានអាមេរិកដែលនេះបានធ្វើឲ្យវាក្លាយជាការធ្លាក់យន្តហោះដែលថ្លៃបំផុតនៅក្នុងលោកការធ្លាក់នេះបានធ្វើឲ្យក្រុមយន្តហោះ B2 Spirit ទាំងអស់ត្រូវផ្អាកដំណើរការជាបណ្ដោះអាសន្នហើយប្រតិបត្តិការទាំងឡាយត្រូវជំនួសភ្លាមៗដោយក្រុមយន្តហោះ B52 ការស៊ើបអង្កេតបានធ្វើឡើងដោយអ្នកជំនាញរបស់កងទ័ពជើងអាកាសអាមេរិកហើយលទ្ធផលវាគឺជាកំហុសដែលគួរតែអាចបញ្ជៀសបានចង់ដឹងថាតើមានរឿងអ្វីបានកើតឡើងលើយន្តហោះដ៏ទំនើបរបស់អាមេរិកមួយនេះ Miss Pilot KH នឹងបកស្រាយនៅក្នុងវីដេអូនេះនេះព្រឹកថ្ងៃទី23ខែកុម្ភៈឆ្នាំ2008នាមូលដ្ឋានយោធាដែនអាកាសរបស់សហរដ្ឋអាមេរិក Anderson Air Force Base នៅលើកោះ Guam យន្តហោះពីរគ្រឿងប្រភេទ B2 Spirit របស់កងទ័ពជើងអាកាសអាមេរិកកំពុងត្រៀមខ្លួនហោះហើរចាកចេញពីកោះនេះធ្វើដំណើរទៅមូលដ្ឋានទ័ពអាកាស Wyman Air Force Base ក្នុងរដ្ឋ Missouri សហរដ្ឋអាមេរិកនេះជាការហោះហើរត្រឡប់ទៅវិញបន្ទាប់ពីបញ្ចប់បេសកកម្មជាយុទ្ធសាស្ត្រនៅតំបន់ Pacific ភាគខាងលិចនេះអស់រយៈពេល4ខែក្នុងដំណើរត្រឡប់ទៅវិញនេះយន្តហោះទាំងពីរត្រូវប្រើប្រាស់ពេលប្រមាណ16ម៉ោងនិងត្រូវចុះចាក់សាំងបន្ថែមចំនួន2ដងដោយលើកទី1ត្រូវចុះចតចាក់សាំងនៅលើកោះ Hawaii និងលើកទី2ត្រូវចាក់បន្ថែមនៅ California រួចទើបអាចបន្តគោលដៅទៅរដ្ឋ Missouri បាន B2 ទាំងពីរគឺជាយន្តហោះពីរគ្រឿងក្នុងចំណោម21គ្រឿងដែលត្រូវបានផលិតនិងកំពុងប្រើប្រាស់ដោយកងទ័ពជើងអាកាសអាមេរិក B2 Spirit គឺជាយន្តហោះទម្លាក់គ្រាប់បែកដែលមានសមត្ថភាពខ្លាំងមិនធម្មតាវាអាចចូលវាយប្រហារទីតាំងសត្រូវដោយមិនឲ្យរ៉ាដាសត្រូវចាប់ដឹងមុនឡើយជាមួយបច្ចេកវិទ្យាបំបាំងកាយវាអាចគេចរួចពីការវាយប្រហារដោយមីស៊ីលនៅលើដីហើយសូម្បីយន្តហោះចម្បាំងសត្រូវក៏ពិបាកកំណត់ទីតាំងវាដែរយន្តហោះនីមួយៗអាចផ្ទុកគ្រាប់បែកបានជាច្រើនតោនរាប់ចាប់តាំងពីគ្រាប់បែកខ្នាតតូចរហូតដល់ខ្នាតធំហើយមិនត្រឹមតែប៉ុណ្ណោះយន្តហោះនេះក៏អាចផ្ទុកក្បាលគ្រាប់នុយក្លេអ៊ែរផងដែរបន្ទាប់ពីបញ្ឆេះនឹង taxi រួចរាល់យន្តហោះទាំងពីរក៏ទទួលបានការអនុញ្ញាតឲ្យចេញដំណើរយន្តហោះទី1ឈ្មោះថា Spirit of South Carolina បានហោះហើរឡើងផុតពី runway ហើយយន្តហោះទី2 Spirit of Kansas ក៏ចាប់ផ្ដើមឡាញអាប់ត្រៀមខ្លួនដើម្បីហោះឡើងក្នុងបន្ទប់បញ្ជានៃយន្តហោះនេះមាន pilot 2នាក់គឺកាពីតាន Justin Grief គឺជាអ្នកទទួលខុសត្រូវបេសកកម្មនិង Major Ryan Link គឺជាអ្នកបញ្ជាយន្តហោះពួកគាត់ទាំងពីរនាក់គឺជា pilot ដ៏ជំនាញបំផុតក្នុងចំណោម pilot ចំនួន300នាក់ប៉ុណ្ណោះដែលត្រូវបានអនុញ្ញាតឲ្យហោះហើរយន្តហោះ B2 មិនបង្អង់យូរ Ryan Link បានរុញកម្លាំងម៉ាស៊ីនទៅមុខហើយយន្តហោះក៏រត់យ៉ាងលឿននៅលើ runway ដល់ល្បឿនដែលត្រូវហោះហើរឬ rotation speed Ryan Link បានទាញយន្តហោះឲ្យហោះឡើងទៅលើហើយភ្លាមៗយន្តហោះក៏ងើបផុតពីដីគ្រាន់តែហោះឡើងភ្លាម Spirit of Kansas បានបាសក្បាលឡើងយ៉ាងខ្លាំងញ័ររលាក់ខុសប្រក្រតីល្បឿនក៏ចាប់ផ្ដើមថយចុះហើយយន្តហោះនៅបន្តហោះរេរាតែប៉ុន្មានម៉ែត្រប៉ុណ្ណោះពីដីកាពីតានបានរុញកម្លាំងម៉ាស៊ីនដល់កម្រិតអតិបរមាតែយន្តហោះនៅតែមិនព្រមហោះឡើងទៅលើនោះទេរួចក៏ចាប់ផ្ដើមផ្អៀងទៅឆ្វេងយ៉ាងខ្លាំងការព្យាយាមកែប្រែស្ថានភាពរបស់ pilot ទាំងពីរពិតជាមិនអាចជួយអ្វីបាននោះឡើយហើយពេលនេះស្លាបរបស់យន្តហោះក៏បានអូសផ្ទាល់នឹងដីដែលនេះគឺគ្រោះថ្នាក់បំផុត pilot ទាំងពីរបានដឹងយ៉ាងច្បាស់ថាគាត់មិនអាចបន្តនៅបានទៀតនោះទេក៏សម្រេចចិត្តទាញ ejection handle ចាក់ចេញពីយន្តហោះនេះទៅ Spirit of Kansas បានធ្លាក់មកដីភ្លាមៗទុះឡើងអណ្ដាតភ្លើងសន្ធោសន្ធៅផ្សែងខ្មៅខ្មុលខ្មាញ់ពេញផ្ទៃអាកាសមូលដ្ឋានកងទ័ព Anderson Air Force Base តែម្ដងសំឡេងសារ៉ែនបានលាន់ឮកងរំពងដោយឡានពន្លត់អគ្គិភ័យទាំងអស់បានប្រញាប់ប្រញាល់បាញ់ពន្លត់យ៉ាងកក្រឹកកក្រែង Pilot ទាំងពីរបានចាក់ចេញដោយសុវត្ថិភាពតែកាពីតានបានរងរបួសផ្នែកខាងខ្នងក៏ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗផងដែរនោះជាការបាត់បង់យន្តហោះដ៏ទំនើបតម្លៃជាង $1.4 លានអាមេរិកដែលធ្វើឲ្យវាក្លាយជាការធ្លាក់យន្តហោះដែលថ្លៃបំផុតក្នុងពិភពលោកការធ្លាក់នេះបាននាំឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងសម្រាប់កងទ័ពជើងអាកាសអាមេរិកបើថា B2 គឺជាយន្តហោះទម្លាក់គ្រាប់បែកដ៏មានឥទ្ធិពលមួយក្នុងលោកដែលអាមេរិកមានតែ21គ្រឿងប៉ុណ្ណោះមេបញ្ជាការដែលគ្រប់គ្រងកងយន្តហោះ B2 បានបញ្ជាឲ្យយន្តហោះ B2 ទាំងអស់ដែលកំពុងស្ថិតក្នុងប្រតិបត្តិការត្រូវចុះចតជាបន្ទាន់ហើយ Spirit of South Carolina ក៏ត្រូវបានហៅឲ្យត្រឡប់មកកោះ Guam វិញផងដែរលោកឧត្តមស្នេហ៍ Garrett Harenkek បានបញ្ជាឲ្យផ្អាករាល់បេសកកម្មរបស់ B2 ទាំងអស់ដែលលោកហៅថា safety pause ហើយបេសកកម្មទាំងឡាយត្រូវជំនួសដោយក្រុមយន្តហោះ B52 ជំនួសវិញក្រសួងការពារជាតិអាមេរិកបានចាត់លោក Floyd Carpenter ដើម្បីដឹកនាំ
នាំការស៊ើបអង្កេតនេះលោក Carpenter គឺជាអ្នកជំនាញផ្នែកស៊ើបអង្កេតជើងចាស់ដ៏មានកេរ្តិ៍ឈ្មោះក្នុងជួរកងទ័ពជើងអាកាសអាមេរិកចំពោះគាត់ភារកិច្ចលើកនេះគឺសំខាន់ខ្លាំងណាស់ដើម្បីរកនៅអ្វីដែលបានកើតឡើងដែលអាចនឹងឲ្យ B2 ទាំងអស់ត្រឡប់មកប្រតិបត្តិការឡើងវិញមិនបង្អង់យូរលោក Carpenter និងក្រុមការងារបានមកដល់មូលដ្ឋានកងទ័ព Anderson Air Force Base ដើម្បីបើកការស្រាវជ្រាវអំពីករណីនេះតាមរយៈវីដេអូកាមេរ៉ាសុវត្ថិភាពបានជួយឲ្យលោក Carpenter ឃើញពីអ្វីដែលបានកើតឡើងនៅថ្ងៃនោះចាប់តាំងពីពេលដែលយន្តហោះទាំងពីរបានចាប់ផ្ដើមរៀបចំហោះហើររហូតដល់ឧបទ្ទវហេតុខាងលើបានកើតឡើងតាមរយៈខ្សែវីដេអូដដែលលោក Carpenter បានរកឃើញនូវភាពខុសគ្នាថាយន្តហោះទី1 Spirit of South Carolina បានរត់នៅលើ runway ប្រើប្រាស់ប្រវែងជាង 80% ទើបអាចហោះឡើងបានប៉ុន្តែ Spirit of Kansas បែរជាងើបក្បាលហោះឡើងលឿនជាងយន្តហោះទី1រហូតដល់ជាង400ម៉ែត្រដែលវាជារឿងដ៏ចម្លែកមួយមិនត្រឹមតែប៉ុណ្ណោះនៅពេលហោះឡើងភ្លាមក្បាលរបស់យន្តហោះនេះបានបាសឡើងខ្លាំងខុសពីធម្មតាដែលទំនងជាការផ្ទុកទម្ងន់មិនបានត្រឹមត្រូវចំណុចនេះបានធ្វើឲ្យអ្នកស៊ើបអង្កេតចាប់ផ្ដើមពិនិត្យទៅលើទម្ងន់ផ្ទុកនៅថ្ងៃនោះថាតើ Spirit of Kansas និង Spirit of Carolina បានផ្ទុកអ្វីខ្លះនៅថ្ងៃនោះហើយតើពួកវាបានផ្ទុកទម្ងន់ខុសគ្នាឬយ៉ាងណាបើតាមរបាយការណ៍នៃបេសកកម្មនៃយន្តហោះទាំងពីរមិនបានផ្ទុកគ្រាប់យុទ្ធភ័ណ្ឌអ្វីនោះទេក្នុងយន្តហោះមានតែរបស់របរបន្តិចបន្តួចរបស់ក្រុម pilot រីឯសាំងក៏បានចាក់ប្រហាក់ប្រហែលគ្នាផងដែរនេះបានបញ្ជាក់យ៉ាងច្បាស់ថាទម្ងន់មិនបានប៉ះពាល់អ្វីដល់ការហោះឡើងនៅថ្ងៃនោះឡើយជាជំហានបន្ទាប់លោក Carpenter បានវិភាគទៅលើទិន្នន័យការហោះហើរនៅថ្ងៃនោះហើយអ្វីដែលគាត់រកឃើញគឺជាអ្វីដែលស្ទើរតែមិនគួរឲ្យជឿថាអាចកើតឡើងលើយន្តហោះតម្លៃជាង $1.4 លាននេះយន្តហោះ B2 ទាំងអស់អាចហោះហើរបានដោយសុវត្ថិភាពត្រូវពឹងផ្អែកទៅលើ Flight Computer ដែលជាខួរក្បាលដ៏សំខាន់របស់វារាល់ការបញ្ជារបស់ pilot ត្រូវបញ្ជាទៅ Flight Computer រួច Flight Computer ថ្លឹងថ្លែងជាមួយ sensor ទាំង24គ្រាប់នៅនឹងក្បាលរបស់វាធ្វើការបញ្ជាទៅស្លាប់ទាំងអស់ឲ្យហោះហើរទៅតាមការចង់បានរបស់ pilot ប៉ុន្តែអ្វីដែលគេរកឃើញដោយមិនដឹងថាមូលហេតុមកពីអ្វី Flight Computer របស់ Spirit of Kansas បែរជាដំណើរការខុសប្រក្រតីទៅវិញគេបានរកឃើញថានៅកំឡុងពេលនៃការហោះឡើងយន្តហោះបានរត់នៅលើ runway នៅល្បឿនយឺតនៅឡើយតែ Flight Computer បែរជាបង្ហាញថាយន្តហោះមានល្បឿនគ្រប់គ្រាន់ធ្វើឲ្យ pilot ទាញយន្តហោះឲ្យហោះឡើងខណៈពេលដែលយន្តហោះមិនទាន់ដល់ចំណុច rotation នៅឡើយបន្ថែមពីនេះទៅទៀតនៅពេលដែលយន្តហោះបានងើបផុតពីដី Flight Computer បែរជាទទួលសញ្ញាថាក្បាលរបស់យន្តហោះបានមុជចុះ8ដឺក្រេទៅវិញដែលនេះបានធ្វើឲ្យ Flight Computer ប្រឹងបញ្ជាយន្តហោះឲ្យងើបក្បាលឡើងកាន់តែខ្លាំងបង្កើតបានជា aerodynamic stall ដែលនាំឲ្យយន្តហោះធ្លាក់តែម្ដងការរកឃើញនេះបានធ្វើឲ្យលោក Carpenter ស្ទើរមិនគួរឲ្យជឿថាវាបានកើតឡើងលើ Flight Computer ដែលជាបេះដូងរបស់យន្តហោះនេះដើម្បីជិះឬជីកគោលពីរឿងនេះលោក Carpenter បានជួបជាមួយកាពីតេន Griff ដើម្បីសួរនាំគាត់ពីស្ថានភាពជាក់ស្ដែងនៅពេលនោះកាពីតេន Griff បានឲ្យដឹងថាដោយសារតែភ្លៀងធ្លាក់ខ្លាំងយន្តហោះរបស់គាត់ត្រូវពន្យាពេលបេសកកម្មរយៈពេល24ម៉ោងហើយព្រឹកឡើងនៅពេលគាត់ចាប់ផ្ដើមបញ្ឆេះយន្តហោះ Flight Computer បានបង្ហាញសញ្ញាព្រមាន Air Data Call ដែលគាត់មិនធ្លាប់ជួបពីមុននោះឡើយភ្លាមៗគាត់បានឲ្យក្រុមបច្ចេកទេសមកត្រួតពិនិត្យហើយសញ្ញានោះក៏ត្រូវបានដោះស្រាយកាពីតេនបានបន្ថែមថាអ្វីៗបានដំណើរការល្អជាធម្មតាប៉ុន្តែនាទីចុងក្រោយនៅពេលយន្តហោះរៀបនឹងហោះឡើង Flight Computer ក៏ចេញសញ្ញាព្រមាន Master Caution មួយទៀតដោយសារតែការព្រមាននេះគ្រាន់តែជាការព្រមានពណ៌លឿងគាត់មិនបានបញ្ឈប់ការហោះហើរនោះឡើយហើយបន្ទាប់ពី Ryan Link ទាញយន្តហោះឡើងអ្វីៗក៏ប្រែជាបែបនេះតែម្ដងការជួបជាមួយ pilot បានជួយឲ្យអ្នកស៊ើបអង្កេតទទួលបានតម្រុយដ៏សំខាន់ដើម្បីវិនិច្ឆ័យថាតើអ្វីដែលបណ្ដាលឲ្យ Flight Computer ទទួលបានទិន្នន័យខុសបែបនេះ Air Data Call ឬ Air Data Calibration ដែលព្រមានដល់ក្រុម pilot នៅពេលនោះគឺកើតឡើងដោយសារតែ sensor ទាំង24គ្រាប់របស់យន្តហោះនេះបានបញ្ជូនទិន្នន័យមិនដូចគ្នាទៅ Flight Computer sensor ទាំងអស់ត្រូវបញ្ជូនទិន្នន័យដូចគ្នាទៅ Flight Computer ប៉ុន្តែក្នុងករណីដែល sensor ណាមួយមានភាពមិនប្រក្រតីនោះ Flight Computer នឹងចេញសញ្ញាព្រមានដល់ក្រុម pilot ដើម្បីតម្រូវឬ calibrate ឲ្យត្រូវគ្នាមកវិញមកត្រឹមចំណុចនេះលោក Carpenter ហាក់បានយល់ពីដំណើរដើមទងនៃបញ្ហាហើយប៉ុន្តែអ្វីដែលគាត់ចង់ដឹងបំផុតនាពេលនេះថាតើហេតុអ្វីបានជា sensor ទាំងនោះបញ្ជូនទិន្នន័យខុសគ្នាបែបនេះតើមាន sensor ណាមួយខូចឬយ៉ាងណាបើតាមការបញ្ជាក់របស់ Captain Griff និងទិន្នន័យអាកាសធាតុនៅថ្ងៃនោះការពន្យាពេលបេសកកម្មបាននាំឲ្យយន្តហោះត្រូវចតនៅខាងក្រៅហើយយប់នោះទៀតសោតមានភ្លៀងធ្លាក់មកយ៉ាងខ្លាំងចំណុចនេះបានធ្វើឲ្យអ្នកស៊ើបអង្កេតសង្ស័យថា sensor ទាំងនោះទំនងជាមានបញ្ហាដោយសារតែភ្លៀងនិងសំណើមនៅយប់នោះការពិសោធន៍ក៏ធ្វើឡើងភ្លាមហើយលទ្ធផលគឺ sensor ទាំងនោះពិតជាបានដើរខុសប្រក្រតីដោយសារតែសំណើមទឹកភ្លៀងពិតមែននេះជាការរកឃើញដ៏ភ្ញាក់ផ្អើលនិងហួសចិត្តមួយសម្រាប់កងទ័ពអាមេរិកដែលយន្តហោះតម្លៃរាប់ពាន់លានដុល្លារបែរជាមានបញ្ហាដោយសារតែទឹកភ្លៀងមកទល់នឹងពេលនេះគេក៏អាចយល់បានផងដែរថាមូលហេតុដែលគេមិនដែលជួបបញ្ហាបែបនេះដោយសារតែ B2 ទាំងអស់តែងតែស្ថិតនៅក្រោមដំបូលនៃមូលដ្ឋានយោធានៅរដ្ឋ Missouri ដែលមិនសម្បូរភ្លៀងនិងសំណើមខ្លាំងហើយបើទោះជាពួកវាចេញទៅធ្វើបេសកកម្មនៅសង្គ្រាមនានាក៏ពួកវាតែងតែត្រឡប់មកមូលដ្ឋានវិញដដែលមក
ទល់នឹងពេលនេះលោក Carpenter អាចបញ្យល់នៅអ្វីដែលបានកើតឡើងលើ Spirit of Kansas នៅថ្ងៃនោះថាដោយសារតែភ្លៀងខ្លាំងសំណើមបានជ្រៀតចូលក្នុង sensor របស់យន្តហោះនេះធ្វើឲ្យ sensor មួយចំនួនបញ្ជូនទិន្នន័យខុសប្រក្រតីទៅ flight computer ប៉ុន្តែនៅមានមន្ទិលមួយទៀតដែលគាត់មិនទាន់យល់គឺត្បិតថា sensor ទាំងនោះបានដើរខុសគ្នាពិតមែនប៉ុន្តែមុនពេលហោះហើរក្រុមបច្ចេកទេសបានកែតម្រូវឬ calibrate ឲ្យ sensor ទាំងនោះដើរស្របគ្នារួចរាល់ហើយចុះហេតុអ្វីពេលហោះឡើងនៅតែមានបញ្ហាទៀតដើម្បីដកស្រាយចម្ងល់នេះអ្នកស៊ើបអង្កេតបានពិនិត្យយ៉ាងលម្អិតគ្រប់វិនាទីទាំងអស់ពីពេលដែលក្រុមបច្ចេកទេសបាន calibrate រួចរាល់រហូតដល់យន្តហោះហោះឡើងលោក Carpenter បានរកឃើញថាមុនពេលហោះឡើងតែប៉ុន្មាននាទី Captain Griff បានបើក Pit Tot Hit ដែលជាទម្លាប់ធម្មតាមុនការហោះហើរ Pit Tot Hit គឺជាឧបករណ៍កម្ដៅដែលភ្ជាប់ទៅនឹង sensor ទាំងអស់របស់យន្តហោះដើម្បីកម្ដៅ sensor ទាំងនោះបញ្ជាការកកនៅពេលដែលយន្តហោះហោះហើរនៅកម្ពស់ខ្ពស់ក្នុងសីតុណ្ហភាពត្រជាក់ខ្លាំងការបើកឧបករណ៍កម្ដៅនេះហើយបានធ្វើឲ្យសំណើមនៅក្នុង sensor បានរលាយបាត់អស់ប៉ុន្តែការបើកនេះក៏បាននាំឲ្យ sensor ដែល calibrate រួចរាល់ត្រឡប់មកដើរខុសពី sensor ដទៃទៀតដដែលបង្កជាគ្រោះថ្នាក់ដ៏ធំពេលនេះក្រុមអ្នកស៊ើបអង្កេតបានយល់គ្រប់យ៉ាងនៅអ្វីដែលបានកើតឡើងដែលនាំឲ្យ B2 តម្លៃជាង $1.4 លានអាមេរិកជួបវាសនាបែបនេះលើសពីនេះទៅទៀតក្រុមអ្នកស៊ើបអង្កេតបានរកឃើញបន្ថែមទៀតថាកាលពី2ឆ្នាំមុនពលគឺនៅឆ្នាំ2006នៅលើកោះនេះដដែលក្រុមយន្តហោះ B2 មុនក៏ធ្លាប់មានបញ្ហាដូចគ្នានេះផងដែរកាលនោះពួកគេមិនដឹងថាមកពីអ្វីឲ្យពិតប្រាកដនោះទេតែពួកគេបានសង្ស័យថាអាចមកពីសំណើមនេះឯងក៏នាំគ្នាសាកល្បងបើក Pit Tot Hit តែម្ដងបន្ទាប់ពីបញ្ឆេះយន្តហោះការប្រើ Pit Tot Hit នោះបានរំលាយសំណើមទាំងឡាយធ្វើឲ្យ sensor ទាំងនោះត្រឡប់មកធម្មតាវិញជាស្វ័យប្រវត្តិដែលធ្វើឲ្យប្រតិបត្តិការពេលនោះមិនមានបញ្ហាអ្វីនោះឡើយអ្វីដែលគួរឲ្យសោកស្ដាយការធ្វើបែបនេះមិនបានអនុវត្តទូលំទូលាយនោះទេ pilot ខ្លះដឹងហើយ pilot ខ្លះក៏មិនដឹងដោយហេតុថាវាគ្មានការស្រាវជ្រាវចែកចាយណាមួយពិតប្រាកដលោក Carpenter បាននិយាយថាការចែកចាយព័ត៌មានរវាងគ្នានឹងគ្នាគឺជារឿងដ៏សំខាន់ដើម្បីឲ្យប្រតិបត្តិការមានសុវត្ថិភាពជាក់ស្ដែងបើសិនជាការអនុវត្តរបៀបនេះត្រូវបានផ្ដល់ទៅគ្រប់ pilot B2 ទាំងអស់នោះច្បាស់ណាស់គ្រោះថ្នាក់នេះនឹងអាចបញ្ជៀសបាននៅទីបំផុតបន្ទាប់ពីស្រាវជ្រាវអស់ជាង2ខែក្រុមអ្នកស៊ើបអង្កេតបានរកឃើញឫសគល់នៃការធ្លាក់របស់យន្តហោះ B2 Spirit of Kansas ដោយលើកឡើងថាមូលហេតុគឺបណ្ដាលមកពីការរួមផ្សំគ្នារវាងអាកាសធាតុឧបករណ៍បច្ចេកទេសរបស់យន្តហោះរួមនឹងកំសោយនៅការផ្ដល់ព័ត៌មានពីបណ្ដាក្រុម pilot គ្រោះថ្នាក់នេះបាននាំទៅរកការកែសម្រួលមួយចំនួនលើ flight computer របស់យន្តហោះប្រភេទនេះហើយការអនុវត្តប្រើប្រាស់ Pit Tot Hit ក្នុងការឆ្លើយតបនឹងសំណើមនៅក្នុង Air Data Sensor ត្រូវបានចែកចាយព័ត៌មាននិងបញ្ចូលជាស្តង់ដារទូទៅសម្រាប់ក្រុម pilot យន្តហោះ B2 ទាំងអស់ Captain Griff និង Ryan Link បានត្រឡប់មកហោះហើរជាធម្មតាមកវិញគាត់ទាំងពីរទទួលបានការសរសើរនិងភាពលេចធ្លោយ៉ាងខ្លាំងក្នុងចំណោម pilot B2 ទាំងអស់ដោយសារតែពួកគាត់ទាំងពីរបានព្យាយាមស្រោចស្រង់យន្តហោះរហូតដល់វិនាទីចុងក្រោយដែលស្ទើរតែផ្ដាច់ជីវិតរបស់ពួកគាត់ទៅហើយនៅពេលនោះអ្វីៗត្រូវបានរកឃើញដំណោះស្រាយត្រូវបានរៀបចំរួចរាល់ទីបំផុតយន្តហោះទម្លាក់គ្រាប់បែក B2 Spirit ទាំងអស់ក៏អាចហោះហើរបន្តបេសកកម្មរបស់ខ្លួនជាធម្មតាមកទល់នឹងពេលបច្ចុប្បន្ន